បាទសួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សីហា Immortal កាលនឹងអត់មានក៏នឹងមកបន្តនៃសាច់រឿងនៅវេរបស់យើងជាបន្តទៀតហើយប៉ុន្តែមុននឹងចូលទៅកាន់សាច់រឿងរបស់យើងអ្នកទាំងគ្នាក៏កុំភ្លេចចុច like ក៏ដូចជា Subscribe មកកាន់ Channel របស់ Admin ម្នាក់មួយផងដើម្បីផ្ដល់កម្លាំងចិត្តមកកាន់ Admin ក្នុងការផលិតវីដេអូជជូនអ្នកទាំងអស់គ្នាទស្សនាជាបន្តហើយ Admin ក៏សូមឲ្យសរសើរទុកមុនផងចំពោះសំឡេងរំខានអញ្ចឹងណាឥឡូវយើងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅផ្ដើមនៃសាច់រឿងមួយនេះគ្រូជាតិគាត់ក៏មានការភ្ជាប់ផ្អើលចំពោះប្រជាទាំង9នាក់ព្រមទាំងបាននិយាយថាតើមនុស្សទាំង9នាក់នេះមកពីនិកាយបាសុគីមែនទេបើដូច្នោះមែនប្រភពដើមរបស់មេបាសុគីគឺវិគូឲ្យខ្លាចបន្តិចហើយខ្ញុំក៏មិនអាចកោននោះឡើយខ្ញុំគិតថាគ្មាននរណាម្នាក់ក្រៅពីខ្ញុំដែលបានដើរមកដល់ជំហាននេះនោះទេកាត់មកកាន់ឈិនមួយទៅវិញគាត់ក៏បានសំណឹងទៅមើលគ្រូជាតិព្រមទាំងប្រកបដោយទឹកមុខងឿងឆ្ងល់ព្រមទាំងចង់ដឹងថាតើគ្រូជាតិនឹងត្រូវបានគេវាយរហូតដល់ស្លាប់មែនទេបើសិនបើខ្ញុំប្រើផ្នែកដល់ទេវភាពរបស់ខ្ញុំដើម្បីមើលគ្រូជាតិថាគាត់អាចទប់ទល់ជាមួយនឹងសមរភូមិប្រយុទ្ធនេះបានឬមួយក៏យ៉ាងណាទោះបីជាយ៉ាងណាក៏ដោយឈិនមួយក៏មិនអាចមើលឃើញតាមការិយាវខារបស់មនុស្សនេះបានឡើយហើយគាត់ក៏មិនអាចមើលឃើញពីធម្មជាតិរបស់អ្នកទាំងអស់គ្នាដែលនៅលើសង្វេននេះបានឡើយមួយយ៉ាងវិញទៀតក៏មានចំណុចផ្ទុយគ្នាជាច្រើនចំពោះបរិមអ្នកនោះបើសិនបើខ្ញុំប្រើផ្នែកដល់ទេវភាពរបស់ខ្ញុំពិនិត្យមើលធម្មពលរបស់គាត់ខ្ញុំក៏អាចនឹងត្រូវបានគាត់ខឹងជាមិនខានត្រង់ពេលនោះផងដែរគ្រូជាតិគាត់ក៏បាននិយាយមកកាន់ឈិនមូថាឈិនមូហេតុអ្វីបានឆ្អែងមើលនិយាយអញ្ចឹងលោកម្ចាស់ក្រុងគាត់ក៏កំពុងតែសួរលោកចំណែកឯឈិនមូគេក៏បានសំណើទៅឃើញមនុស្សម្នាក់ដែលកំពុងតែដើរចុះពីលើវេទិកាដែលបរិមអ្នកនោះគឺជាបរិមអត់កំបាំងដែលបែរបាំងមុខសម្រិតនឹងឯងឈិនមូក៏បានកលែងទៅឃើញផ្នែកមួយទៀតនៅលើថ្ងាសរបស់គាត់ព្រមទាំងសួរថាតើនេះគឺជាបច្ចេកទេសអ្វីទៅរីឯគ្រូជាតិគាត់ក៏បានសំណើទៅមើលបរិមអត់កំបាំងនេះនោះជាមួយនឹងលោកម្ចាស់ឈីវឌីយីព្រមទាំងនិយាយថាបច្ចេកទេសរបស់ពួកគេគឺជាបច្ចេកទេសនៃការស្អប់ដែលបានមកពីការបំបែកដោយឋានសួគ៌ដែលត្រូវបានបន្សល់ទុកដោយព្រះព្រមទាំងបានសំឡេងទៅមើលលោកម្ចាស់ប្រាសាទទាំង3ដែលលោកម្ចាស់ទី1គឺមានឈ្មោះថាជេងលីគឺជាអ្នកគ្រប់គ្រងប្រាសាទរតេសេលោកម្ចាស់ទី2គឺមានឈ្មោះថាលោកម្ចាស់ឈីងសេងគឺជាលោកម្ចាស់គ្រប់គ្រងប្រាសាទត្បូងចំណែកឯលោកម្ចាស់ទី3គាត់គឺមានឈ្មោះថាលីហ្វៃដែលជាអ្នកគ្រប់គ្រងប្រាសាទខ្មៅចំពោះបច្ចេកទេសរបស់ម្ចាស់ប្រាសាទឆេងគឺជាកំណត់ត្រាឋានសួគ៌និងជាបច្ចេកទេសបិទផ្លូវបិសាចឬមួយក៏អាចហៅថាគឺជាបច្ចេកទេសហាមឃាត់នៃបក្សសាសនាតៅចំណែកឯបច្ចេកទេសរបស់លោកម្ចាស់ត្បូងគឺជាបច្ចេកទេសបំលែងសត្វល្អិតទាំង5ទៅជាសត្វនាគហើយលោកម្ចាស់លីគឺជាអ្នកចម្រាញ់ថ្នាំពុលប៉ុន្តែសម្រាប់បច្ចេកទេសរបស់គាត់គឺមិនច្បាស់លាស់ទេពេលនោះលោកម្ចាស់ប្រាសាទលីក៏បានសើចច្បោះមកកាន់គ្រូជាតិដោយសារតែគ្រូជាតិគឺមិនដឹងអំពីបច្ចេកទេសផ្សេងទៀតដែលគាត់គឺបានវឹកហាត់ព្រមទាំងបាននិយាយថាបច្ចេកទេសរបស់ខ្ញុំត្រូវបានគេហៅថាគឺជាបច្ចេកទេសអាចកំបាំងថ្នាំពុលអមតៈទាំង3ដែលល្អក្នុងការបំបែកថ្នាំពុលទៅជាអំណាចធម្មពលចំណែកឯគ្រូជាតិគាត់ក៏បានសំណឹងទៅមើលគ្រូដាហ្វានដែលកាលពីមុនគាត់គឺជាអ្នកព្យាបាលជំងឺព្រមទាំងជួយសង្គ្រោះមនុស្សប៉ុន្តែឥឡូវនេះគឺគេបានចុះចូលជាមួយនឹងពួកឧទាមដែលកាលពី10ឆ្នាំមុនគឺគាត់មានគេឈ្មោះល្បីខ្លាំងណាស់ដោយសារតែគាត់គឺបានព្យាបាលជំងឺរាតត្បាតដែលបានបន្សល់ទុកពីការជន់លិចនៃទឹកទន្លេហើយជំងឺរាតត្បាតទាំងនោះគឺត្រូវបានរាលដាលពីពេញភូមិភាគខាងត្បូងប៉ុន្តែទោះជាយ៉ាងណាក៏ដោយគ្រូខាងវិញ្ញាណដាហ្វានក៏បានព្យាបាលជំងឺនិងបានផ្ដល់ថ្នាំឲ្យប្រជាជនគ្រប់គ្នាដោយមិនគិតឡើយនោះទេទាំងវើទាំងអស់នេះហើយដែលធ្វើឲ្យគាត់គឺបានមានគេឈ្មោះទូទាំងពិភពលោកមួយនេះរហូតដល់សប្តាហ៍ថ្ងៃហើយឥឡូវនេះគ្រូជាតិគាត់ក៏ចង់ឲ្យគ្រូដាហ្វានធ្វើជាមន្ត្រីនៅក្នុងសាលាមហាវិទ្យាល័យតៃប៉ុន្តែត្រូវបានគ្រូដាហ្វានម្នាក់គឺថាបដិសេធជាមួយនឹងសំណើរបស់លោកគ្រូជាតិព្រមទាំងបាននិយាយទាំងមើងម៉ាត់ថាពួកយើងគឺមិនអាចចុះចូលជាមួយនឹងលោកបាននោះទេដោយសារតែពួកយើងគឺមានផ្លូវដើររៀងៗខ្លួនហើយខ្ញុំក៏ត្រូវតែបដិសេធជាដាច់ខាតចំពោះសំណើរបស់លោកពីព្រោះលោកគឺជាមនុស្សដែលខុសខើថែមទាំងចង់លុបបំបាត់បាក់ទាំងអស់នៅក្នុងពិភពលោកដូច្នេះខ្ញុំគ្មានជំរឿអ្វីក្រៅពីបញ្ចប់ជីវិតរបស់លោកឡើយរីឯគ្រូជាតិគាត់ក៏បានតបទៅកាន់បរិយាចំណេះដាវ៉ានវិញថាខ្ញុំគឺបានកម្ចាត់គ្រូជាតិលុបបំបាត់នៅនិកាយជាច្រើនគឺដើម្បីព្យាបាលមនុស្សឲ្យកាន់តែច្រើនតើលោកមានឃើញពីរបៀបដែលខ្ញុំបានធ្វើវាដែរឬទេបរិយាចំណេះដាវ៉ានគាត់ក៏តបមកកាន់គ្រូជាតិវិញថាលោកគឺពិតជាធ្វើបានយ៉ាងល្អណាស់ដំបូងឡើយខ្ញុំមានគុណសិស្សស្រីតិចតួចតែប៉ុណ្ណោះនៅក្នុងលោកមួយនេះប៉ុន្តែឥឡូវនេះពួកគេគឺបានស្លាប់អស់បាត់ទៅហើយសូម្បីតែទុកខុសដែលត្រូវបានចាត់តាំងធ្វើជាមធ្យោបាយក្នុងការធ្វើដំណើរនៅពេលនេះក៏ត្រូវបានលោកបំផ្លាញចោលផងដែរដែលវាធ្វើឲ្យពិបាកក្នុងការព្យាបាលជំងឺរាតត្បាតទាំងនោះទោះបីជាយ៉ាងណាក៏ដោយក្នុងរយៈពេលប្រមាណឆ្នាំមកនេះគ្រូពេទ្យទាំងអស់នៅក្នុងសាលាមហាវិទ្យាល័យតៃបានបង្រៀនមនុស្សប៉ុន្តែមនុស្សទាំងនោះសុទ្ធតែជាមនុស្សល្ងងទាំងអស់ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេដែលអាចចាត់ទុកបានថាគឺជាគ្រូពេទ្យដ៏លេចធ្លោបានឡើយចំណុចទាំងអស់នេះហើយដែលលោកគឺមិនអាចបដិសេធជាមួយនឹងខ្ញុំបាននោះទេមើលទៅផ្លូវនៃការធ្វើដំណើររបស់យើងគឺពិតជាខុសគ្នាខ្លាំងមែនតើហើយគណៈពេលនោះគ្រូជាតិគាត់ក៏បានសំណឹងទៅមើលមនុស្សមួយជួរទៀតព្រមទាំងបាននិយាយថាលោកមន្ត្រីម៉ាតើលោកហ៊ានដែរឬទេចំណុចឯលោកមន្ត្រីម៉ានោះគឺថាមិនហ៊ានជាមួយនឹងលោកគ្រូជាតិនោះឡើយព្រមទាំងបាននិយាយថាតំណែងរបស់ខ្ញុំគឺត្រូវបានតែងតាំងដោយលោកប៉ុន្តែខ្ញុំក៏មានបករបស់ខ្ញុំដែរខ្ញុំក៏ជាមនុស្សដែលមកពីភ្នំចុងណានដែលកំពុងបណ្ដុះបណ្ដាលវិជ្ជាកុនដាណានមីងគ្រូជាតិគាត់ក៏បានតបទៅកាន់គេវិញថាខ្ញុំបានស្នើសុំព្រះមហាក្សត្រឲ្យតែងតាំងលោកគឺជាមន្ត្រីម្នាក់ព្រោះលោកគឺជាមនុស្សដែលល្អនិងស្មោះត្រង់ថែមទៀតលើពីនេះលោកក៏ជាអ្នកដឹកនាំទ័ពដ៏ខ្លាំងពូកែម្នាក់ផងដែរខ្ញុំធ្លាប់គិតថាលោកគឺមិនបោះបោនិងលំអៀង
ងទៅរកបាក់របស់លោកនោះទេប៉ុន្តែពេលនេះលោកគឺបានចូលរួមជាមួយនឹងពួកឧទាមដែលធ្វើខ្ញុំគឺពិតជាមានការជឿជាក់ខ្លាំងណាស់ក្នុងនាមនោះគឺជាមន្ត្រីដ៏ល្អម្នាក់លោកគឺពិតជាធ្វើបានល្អពេកហើយប្រជាជនតែងតែនិយាយល្អៗអំពីលោកផងដែរខណៈពេលនោះមន្ត្រីម៉ាលីងសានក៏បានតបទៅកាន់គ្រូជាវិញថាតែខ្ញុំខ្លាចជាមន្ត្រីតែម្នាក់គត់តែបានបោះបោដោយរបៀបណាទៅតើលោកមានតែបានគិតអំពីកំហុសរបស់លោកដែរឬទេចំណែកឯគ្រូជាតិគាត់ក៏និយាយថាមិនជាមួយដែលរលួយក៏ត្រូវតែកាត់ចេញភ្លាមបើសិនបើចិត្តមនុស្សលងលក់នឹងរឿងចាស់ក៏ដូចជារបស់ចាស់ហើយរលួយទៅតែយើងអាចកែប្រែពួកគេបានដោយរបៀបណាសិនបើពួកយើងមិនកែប្រែពួកគេនោះវានឹងពិបាកសម្រាប់ពិភពលោកក្នុងការមានសន្តិភាពទោះបីជាលោកជាមនុស្សល្អយ៉ាងណាក៏ដោយប៉ុន្តែឡើយនេះលោកគឺបានមករារាំងផ្លូវរបស់ខ្ញុំហើយគ្រូជាតិគាត់ក៏បន្តនិយាយបន្ថែមទៀតថាចំណែកឯគីដាយូនៃប៉ាក់សុងទៀនបច្ចេកទេសរបស់លោកគឺកម្រខ្លាំងណាស់ចំណែកឯលូស៊ីងហឺនៃមីប៉ាផ្កាយស៊ូគីបច្ចេកទេសអត្តកម្មរបស់លោកគឺវាពិតជាអស្ចារ្យខ្លាំងណាស់រីឯប៊ូជីចាជីងខុងនៃវត្តមហាបោតាឡាកាគឺមានបច្ចេកទេសពោធិជីវិតព្រះពុទ្ធសាសនាម្យ៉ាងទៀតប៊ូជីចាហ៊ុយស៊ីននៃវត្តសមុទ្រខាងត្បូងបច្ចេកទេសរបស់លោកគឺមិនធម្មតានោះឡើយរីឯស៊ុនខុននិងឌូនជីនតម្លៃគឺជាអ្នកគ្រប់គ្រងប្រទេសរៀងខ្លួនព្រមទាំងមានចាស់ទុំ3នាក់នៃមនុស្សចំនួនចាស់ហើយពួកគេទាំងនោះគឺមានអាយុប្រហែលជា7ទៅ800ឆ្នាំមកដល់សប្តាហ៍ថ្ងៃនេះតើរឿងតែនេះគឺខ្ញុំនិយាយត្រូវដែរឬទេបន្ទាប់ពីរស់រានមានជីវិតជាង800ឆ្នាំពួកគេគឺបានឈានទៅដល់ទីបញ្ចប់នៃជីវិតរបស់មនុស្សម្នាក់តែខ្ញុំអាចដឹងទេថាពួកអ្នកទាំង3នៅសល់ប៉ុន្មានឆ្នាំទៀតទៅខណៈពេលនោះលោកម្ចាស់លីក៏បាននិយាយថាគេគឺនៅសល់16ឆ្នាំទៀតតាមពិតទៅខ្ញុំគឺមិនអាចចាត់ទុកថាគឺជាចាស់ដែលវង្វេងបានទេប្រទេសជឿយួនគឺជាប្រទេសដ៏ទូចមួយដែលត្រូវបានបង្កើតឡើងដោយខ្ញុំផ្ទាល់ប៉ុន្តែឡើយនេះក៏ត្រូវបានលោកកំតាត់ចោលក៏ដូចជាកំទេចចោលគ្មានសល់ខណៈពេលនោះផងដែរក៏មានស្ត្រីចំណាស់ម្នាក់ក៏បាននិយាយទៅកាន់គ្រូជាតិថាខ្ញុំគឺជាចិត្តបង្កាត់ពូជសត្វល្អិតដែលលោកគួរតែឃើញពីមុនមកហើយចំពោះម្ចាស់ប្រាសាទជូនៃប្រាសាទអាចារ្យទាំង3គេគឺជាកូនប្រុសរបស់ខ្ញុំដែលត្រូវបានលោកគឺសម្លាប់ចោលជាមួយគ្នានោះដែរក៏មានព្រះចាម្នាក់ដែលមានរូបរាងធាត់ដែលមានក៏សូមហៅថាលោកគ្រូក្រីក្រអញ្ចឹងណាដែលតទៅមុខទៀតគឺគេហៅអញ្ចឹងក្នុងសេរី novel ដែលគាត់ក៏បាននិយាយថាប្រពន្ធរបស់ខ្ញុំគឺមិនធំដុំនោះទេដោយសារតែខ្ញុំគឺជាមនុស្សដែលក្រីក្រដោយសារតែការញ៉ាំអាហាររបស់ខ្ញុំតែខ្ញុំក៏បានបណ្ដុះបណ្ដាលជាមួយនឹងបច្ចេកទេសកតាវិទ្យាដែលកម្រមានជាងគេនៅក្នុងពិភពលោកមួយនេះដែលការនិយាយរបស់គេគឺលាយឡំជាមួយនឹងការលេងសើចអញ្ចឹងណាតែបើយើងក៏លេចមើលគ្រូជាវិញគាត់ក៏បាននិយាយទៅកាន់លោកគ្រូក្រីក្រទាំងមើងម៉ាត់ថានៅពេលដែលលោកគឺបានឃើញអំពីចិត្តគំនិតរបស់ខ្ញុំលោកគួរតែស្វែងយល់ពីខ្ញុំដើម្បីសម្រេចបានគឺដូចជាទទួលបានចំណេះដឹងផ្សេងៗទៀតក៏ព្រោះតែលោកគឺជាគ្រូបង្រៀនប៉ុន្តែអ្វីដែលខ្ញុំឆ្ងល់នោះហើយអ្វីបានជាលោកក្បត់ដូចជាបបោប្រឆាំងជាមួយនឹងខ្ញុំគាត់ក៏បានតបទៅកាន់គ្រូជាតិវិញថានៅពេលដែលលោកគឺបានឡើងកាន់អំណាចគឺគ្មានប្រយោជន៍អ្វីដល់ពិភពលោកនេះឡើយនៅពេលដែលអំណាចរបស់លោកគឺកាន់តែខ្លាំងក្លាចំពោះការបបោរបស់ខ្ញុំនេះខ្ញុំមិនមែនបបោដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះឡើយគឺបបោដើម្បីប្រជារាស្ត្រទូទាំងព្រះនគរទាំងមូលដោយផ្អែកទៅលើធម្មពលដ៏លើសលប់របស់លោកពួកយើងនៅតែអាចកម្ចាត់លោកបានភ្លាមនោះគ្រូជាតិគាត់ក៏បានហោះឡើងទៅលើវេទិកាព្រមទាំងបានសួរទៅកាន់អ្នកទាំងអស់គ្នាថាតើមានអ្នកណាទៀតទៅដែលចង់ប្រឆាំងជាមួយនឹងខ្ញុំជាមួយគ្នានោះផងដែរក៏មានប្រុស5នាក់ក៏បានរកឡើងហ៊ានបបោជាមួយនឹងលោកគ្រូជាតិដែលប្រុសទី1គឺមានឈ្មោះថាលាវឈីងជឺនៃបកអមតៈសូគៀចំណែកឯប្រុសទី2គឺមានឈ្មោះថាឈីវជីងមីងទី3មានឈ្មោះថាមូសានទី4មានឈ្មោះថាមីងយូចំណែកឯប្រុសទី5គឺមានឈ្មោះថាឆេងយ៉ាវដែលពួកគេគឺហ៊ានបបោប្រឆាំងជាមួយនឹងលោកគ្រូជាតិគណៈពេលនោះផងដែរក៏មានសម្លេងមួយក៏បានបន្លឺឡើងចេញពីទីក្រុងដាសៀងដែលសម្លេងមួយនោះគឺជាសម្លេងរបស់ជើងខ្លាំងម្នាក់ដែលគេគឺជាអ្នកវឹកហាត់នៃអាណាចក្រជីវិតនិងសេចក្តីស្លាប់ជាមួយនឹងអាណាចក្រឋានសួគ៌ផងដែរនៅពេលដែលជើងខ្លាំងមនុស្សគឺបាននិយាយចប់ភ្លាមមួយក៏មានសម្លេងមួយក៏បានបន្លឺឡើងសម្លេងរបស់មនុស្សគឺវាពិតជាមានធម៌ពលខ្លាំងក្លាខ្លាំងណាស់ដែលបានធ្វើឲ្យបរិសុទ្ធពាក់របាំងមុខនោះគឺថាហូរឈាមចេញពីរាងកាយរបស់គេហើយសម្លេងមនុស្សក៏បាននិយាយទៅកាន់គ្រូជាតិថាគ្រូជាតិតើលោកមានឃើញរឿងទាំងនេះដែរឬទេមួយយ៉ាងវិញទៀតការបញ្ចុះរបស់លោកគឺមិនអំណោយផលនោះឡើយដោយសារតែមនុស្សនៅក្នុងលោកទាំងអស់គឺចង់សម្រាប់លោកតែលោកមានមុខអ្វីដើម្បីបន្តរស់នៅក្នុងពិភពលោកមួយនេះគ្រូជាតិគាត់ក៏បានតបទៅកាន់គេវិញថាតើមនុស្សពី300ពាន់នាក់នៅក្នុងទីក្រុងនេះសមនឹងត្រូវបានគេហៅថាមនុស្សនៅក្នុងលោកមែនទេពួកគេគ្រាន់តែជាមួយក្រុមដែលមិនសំខាន់ដែលមុននឹងក្រោយនឹងត្រូវបានគេសម្លាប់ចោលទាំងអស់ដើម្បីធ្វើឲ្យពិភពលោកមួយនេះគឺទទួលបានសន្តិភាពប៉ុន្តែស្របពេលនោះបរិសុទ្ធពាក់របាំងមុខសម្រិតក៏បាននិយាយថាពួកយើងគឺបានដាក់ត្រានៅលើភ្នំនេះរួចបាត់ទៅហើយទាំងនេះយើងគឺបាននិយាយអំពីសច្ចធម៌ក៏ដូចជាច្បាប់នៃពិភពគុណនោះទេមុននឹងក្រោយពួកយើងត្រូវតែសម្លាប់ពួកគេទាំងអស់នៅក្នុងទីនេះចំណែកព្រះសង្ឃទូចគេក៏បាននិយាយថាតើនៅពេលនេះយើងគួរតែធ្វើដូចម្តេចទៅហើយបន្តិចទៀតនេះយើងត្រូវបានគេសម្លាប់មុនគេដោយសារតែការរំជួយដីសមរភូមិមួយនេះវាពិតជាគួរខ្លាចជាងសមរភូមិនៅឯទីក្រុងធានបូទៅទៀតបើសិនបើសង្គ្រាមនៅក្នុងសមរភូមិមួយនេះគឺបានផ្ទុះឡើងវានឹងបង្កគ្រោះមហន្តរាយជាងទីក្រុងធានបូទៅទៀតនៅពេលដែលពេលវេលាមកដល់សម្បីតែសត្វស៊ីលីងក៏មិនអាចទប់ទល់ជាមួយនឹងគ្រោះមហន្តរាយទាំងនេះបានផងដែរស្របពេលនោះក៏មានទង់ជាតិដ៏ធំមួយស្រាប់តែបកចេញពីទីក្រុងធានបូដែលលាតសន្ធឹងរាប់សិបម៉ៃចំណែកឯបរិសុទ្ធពាក់របាំងមុខសម្រិតនិងអ្នកឯទៀតក៏កំពុងតែឈរនៅលើទីខ្ពស់ព្រមទាំងបានធ្វើឲ្យពួកគេគឺផ្លាស់ប្ដូរទាំងមុខបន្តិចនៅពេលដែលពួកគេបានកលេចទៅឃើញជាមួយនឹងទង់ជាតិទាំងអស់នោះដែលវាបានគ្របដណ្ដប់ទីជម្រករបស់សត្រូវរបស់ពួកគេភ្លាម
ភ្លាមនោះក៏បានលេចឡើងជាមួយនឹងតបសេះក៏ដូចជាតបទាហានជាច្រើនរាប់អានអខណៈពេលដែលប្រោះពាក់របាំងមុខសម្រិតភាពនឹងស្រែកទៅប្រាប់ពួកគេឲ្យប្រុងប្រយ័ត្ននៅពេលដែលទង់ជាតិដ៏ធំមួយគឺបានលេចឡើងហើយទង់ជាតិដ៏ធំចំនួន360បានលេចឡើងនៅក្នុងទីក្រុងមួយនោះជាមួយគ្នានោះដែរក៏មានបរិសុទ្ធចម្លែកដែលពាក់មួកឫស្សីជាច្រើនអ្នកក៏បានគវីជាមួយនឹងទង់ជាតិរបស់គេហើយភ្លាមនោះកងទ័ពរាប់ម៉ឺននាក់របស់គ្រូជាតិស្រាប់តែបង្ហាញខ្លួននៅក្នុងទីក្រុងដាសៀងក៏លេចមើលបរិសុទ្ធពាក់របាំងមុខសម្រិតនៅវិញក៏បានស្រែកឲ្យទាហានពួកគេគឺប្រុងប្រយ័ត្នក៏ប៉ុន្តែវាត្រូវបានយឺតពេលបាត់ទៅហើយនៅពេលដែលបរិសុទ្ធចំណែកចំនួន360នាក់បានបញ្ចេញជាមួយនឹងទង់ជាតិដ៏ធំរបស់ពួកគេព្រមទាំងបានលេចឡើងនៅសត្វដ៏គួរកាយសាហាវមួយដែលពួកវាកំពុងតែកាន់អាវុធដ៏ធំចំណែកឯចេតនាសម្រាប់របស់បិសាចទាំងនោះវាពិតជាខុសខើខ្លាំងណាស់បើបោកមកមើលនៅក្រោមទង់ជាតិនៅវិញភ្លាមនោះជាអភិដែកពណ៌មាសដ៏ធំក៏បានលេចឡើងជាមួយនឹងរទេះសេះចំណែកឯនៅផ្នែកខាងក្រោយនៃទូខុសដ៏ធំសម្បើមនោះក៏បានលេចឡើងជាមួយនឹងសត្វសម្រិតបានចាប់ផ្ដើមលេចឡើងជាមួយនឹងអណ្ដាតភ្លើងដ៏សន្ធោសន្ធៅខណៈពេលដែលសត្វស្លាបដ៏ធំសម្បើមនោះបានបកស្លាបរបស់វាយ៉ាងខ្លាំងនិងបោះពួយសម្ដៅមករកពួកគេហើយការប្រយុទ្ធក៏បានចាប់ផ្ដើមឡើងដែលសម្លេងនៃការប្រយុទ្ធគឺអមជាមួយនឹងសម្លេងក្រហមដែលធ្វើញាស់ពិភពលោកតែម្ដងភ្លាមនោះក៏មានដៅហោមួយក៏បានផ្ទុះឡើងជាមួយនឹងពន្លឺពណ៌ក្រហមនៅពេលដែលដៅទាំងនោះគឺបានហោះកាត់ជាមួយនឹងពពនោះទាំងនោះព្រមទាំងបានធ្វើឲ្យឈាមហូរនៅលើលំហអាកាសយ៉ាងសន្ធោសន្ធៅនៅខណៈពេលនោះក៏មានសម្លេងស្រែកមួយក៏បានបន្លឺឡើងព្រមទាំងបានបង្អាក់នៅពេលវេលារពេចនោះក៏មានមន្ត្រីជាមួយនឹងទាហានរាប់ពាន់នាក់ក៏បានស្រែកឡើងដោយមិនយូរប៉ុន្មានក្បាលរបស់គេបានប្រែក្លាយទៅជាក្បាលដំរីហើយក៏បានផ្ទុះទៅរកពួកឧទាមទាំងនោះដើម្បីធ្វើការសម្លាប់ពួកគេទាំងនោះបើយើងក៏លេចមកមើលនៅលើទូខុសនៅវិញមេបញ្ជាការមួយក៏បានបញ្ជាឲ្យកងទ័ពគឺដូចជាទាហានទាំងអស់គ្នាយកផ្លែល្ពៅភ្លើងធំទាំងនោះបាញ់សម្ដៅទៅរកកំផែងក្រុងដើម្បីសម្លាប់ទាហាននៅទីនោះស្លាប់អស់គ្មានសល់ស្របពេលជាមួយគ្នានោះក៏មានដាស់រាប់ម៉ឺនដាស់ដែលប្រៀបបានដូចជាទឹកភ្លៀងដែលកំពុងធ្លាក់មកអញ្ចឹងនឹងបានសម្លាប់ពួកទាហានឧទាមទាំងនោះអស់គ្មានសល់បើយើងក៏លេចមកមើលទាហានជាអាវក្រោះមីនៅវិញក៏បានរុញជាមួយនឹងរទេះពពកព្រមទាំងបានសម្លាប់ពួកទាហានទាំងនោះអស់គ្មានសល់ខណៈដែលពួកគេគឺបានយកកំទេចកំទីកំផែងក្រុងទាំងនោះមកធ្វើការវាយប្រហារមកកាន់ពួកទាហានឧទាមទាំងនោះបន្ថែមទៀតចំណែកឯនៅខាងក្រៅកំផែងក្រុងនៅវិញលោកឧត្តមសេនីយ៍ក៏បានបញ្ជាជាមួយនឹងកងទ័ពជាច្រើនបានធ្វើការវាយប្រហារទៅកាន់ទីក្រុងដាសៀងដែលយើងមើលទៅប្រៀបបានដូចជាទឹកទន្លេដែលកំពុងជន់លិចអញ្ចឹងរីឯទស្សនវិជ្ជានៅក្នុងទីក្រុងនេះវិញវាពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់មុនពេលដែលកងទ័ពសត្វល្អិតនៃប្រាសាទទាំង3ដាក់ពង្រាយក៏ដូចជាហោះកាត់នៅលើលំហអាកាសវាត្រូវបានលិចលង់ទៅក្នុងសមុទ្រភ្លើងនិងខ្លះទៀតត្រូវបានសម្លាប់ដោយសារផ្លែដាវរាប់ម៉ឺនដើមនៅថ្ងៃនោះនេះសាច់រឿងរបស់យើងក៏ត្រូវបានកាត់សេះទៅត្រឹមនឹងសិនដោយសារតែថ្ងៃនេះគឺមានបញ្ហាបច្ចេកទេសក្នុងការបញ្ចូលសំឡេងបន្តិចបន្តួចចឹងណាadminក៏បានដាក់ពី chapter ជូនបងប្អូននោះទេគឺមានតែមួយ chapter នឹងឯងណាមួយadminក៏បញ្ញាប់ទៅសម្រាយ trailer ភាគទី65នៃរឿងព្រះទាប្រាវតានចឹងណាadminក៏សង្ឃឹមថាបងប្អូននឹងមិនប្រកាន់មកកាន់adminនោះទេមួយវិញទៀតបើសិនជាបងប្អូនណាមានចំណាប់អារម្មណ៍ចង់អានជាមួយនឹង series novel រឿងគុជអមតៈធានីព្ររឿងទានព្រះបុរាណរឿងហានលីក៏ដូចជារឿងពិភពធម្មពលវេទមន្តនោះadminក៏បានបង្កើតជាមួយនឹង group VIP សម្រាប់អានរឿងទាំងហ្នឹងហើយចំពោះតម្លៃនោះគឺថាសមរម្យនោះទេបើបងប្អូនមានចំណាប់អារម្មណ៍សូមឆាតទៅកាន់បងប្រុសមីនដែលadminក៏នឹងទម្លាក់ link Telegram តខ្លួនរបស់គាត់នៅក្រោម comment ហើយមុននឹងបញ្ចប់វីដេអូរបស់យើងadminក៏សូមអរគុណទៅកាន់អ្នកនរដែលបានទស្សនាវីដេអូរបស់មីនតាំងពីដើមដល់ចប់adminក៏សូមជូនពរដល់អ្នកមានសុខភាពល្អគ្រប់គ្នាក៏ដូចជាទៅណាមកណាទីចិត្តទីឆ្ងាយមានសុខសុវត្ថិភាពគ្រប់ពេលវេលាដោយរងចាំជួបជាមួយនឹងមីននៅវីដេអូក្រោយៗទៀតសូមអរគុណ